តាមមូលហេតុអ្វីដែលអ្នកគួរតែជ្រើសរើសការប្រើប្រាស់កៅអីម៉ាស្សានៅផ្ទះជាប្រចាំជំនួសឲ្យការម៉ាស្សាបែបបុរាណទី1តម្លៃជាទូទៅការម៉ាស្សាដោយដៃនៅតាមកន្លែងម៉ាស្សាមួយចំនួនមានតម្លៃចាប់ពី10ទៅ$15ក្នុងមួយដងឬរយៈពេល1ម៉ោងនៃការម៉ាស្សាអញ្ចឹងប្រសិនបើអ្នកជ្រើសរើសការទៅម៉ាស្សាមួយដងក្នុងមួយសប្តាហ៍អ្នកត្រូវចំណាយប្រហែលពី$520ទៅ$780ក្នុងមួយឆ្នាំចំណែកការម៉ាស្សាដោយម៉ាស៊ីននៅផ្ទះផ្ទាល់ខ្លួនវិញឃើញថាមានលក្ខណៈចំណេញជាងច្រើនដោយការប្រើប្រាស់ម៉ាស៊ីនម៉ាស្សាអ្នកតម្រូវចំណាយត្រឹមតែខ្ទង់$44តែប៉ុណ្ណោះក្នុងមួយឆ្នាំប្រសិនបើអ្នកម៉ាស្សាដោយម៉ាស៊ីនរយៈពេល1ម៉ោងក្នុងមួយថ្ងៃដោយការចំណាយរាយគឺត្រឹមតែ$0.15តែប៉ុណ្ណោះក្នុង1គីឡូវ៉ាត់ភ្លើងទី2 technique នៃការម៉ាស្សាមនុស្សមួយចំនួនអាចជ្រើសរើសការម៉ាស្សាបែបបុរាណដែលផ្អែកទៅលើកត្តាមួយចំនួនដូចជា technique នៃការម៉ាស្សាការម៉ាស្សាបែបបុរាណខ្មែរឬការម៉ាស្សាបែបបរទេសឬការប្រើកម្លាំងតិចឬស្រាលប៉ុន្តែបច្ចុប្បន្ននេះយើងឃើញថាផលិតផលម៉ាស្សាមួយចំនួនឧទាហរណ៍ផលិតផលកៅអីម៉ាស្សារបស់ក្រុមហ៊ុនអូគៀមានលក្ខណៈទំនើបទាន់សម័យហើយប្រើប្រាស់ដោយបច្ចេកវិទ្យា AI ដែលផ្ដល់មុខងារជាច្រើនប្រភេទសម្រាប់អ្នកប្រើប្រាស់ជ្រើសរើសមិនថាការម៉ាស្សាបែបបុរាណឬបែបបរទេសការកំណត់កម្លាំងឡើងចុះធ្ងន់ស្រាលបាននៃការម៉ាស្សាព្រមទាំងអស់មកជាមួយនឹងមុខងារតន្ត្រីនិងមុខងារសាកថ្មទូរស័ព្ទភ្ជាប់មកជាមួយកៅអីស្រាប់ដែលកាន់តែផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សរុបមកមិនថាជំរើសណាមួយក៏ដោយក៏ការម៉ាស្សាបានផ្ដល់នូវគុណសម្បត្តិយ៉ាងច្រើនទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្តព្រមទាំងការម៉ាស្សាដោយប្រើប្រាស់ម៉ាស៊ីនចំណេញពេលវេលាក្នុងការធ្វើដំណើរជាងនិងជួយកាត់បន្ថយការចំណាយបានច្រើនហើយអាចប្រើប្រាស់បានគ្រប់ពេលវេលាដែលអ្នកត្រូវការ Okay